អស់ចិត្តនឹងចង់ដឹងថាតើពួកគេនៅមានលះបង់អ្វីទៀតដែលមិនចង់ប្រាប់ខ្ញុំឆ្លៀតពេលដែលក្រុមទាហានរបស់ពួកគេមិនបាននៅយាមល្បាតខ្ញុំក៏បានលួចទៅតាមដានស្ដាប់ចង់ដឹងថាពួកគេមាននិយាយអ្វីបន្ថែមទៀតឬអត់Peter មើលទៅគ្រួសារដូចជាអត់ដឹងខ្យល់អីតាក់ទងនឹងអាណាចក្រអាត់កំបាំងនឹងសោះ Peter ឲ្យដឹងថាមានណាគេដែលអាចដឹងរឿងតាក់ទងនឹងអាណាចក្រអាត់កំបាំងនឹងអត់ភាសាយើងត្រូវការអាវុធនៅក្នុងអាណាចក្រហ្នឹងមកវាយជាមួយនឹងអាណាចក្រដៃនេះបើមិនចឹងទេយើងវាយអត់ឆ្នះដៃនេះណាបើតាមខ្ញុំគិតយើងត្រូវតបទីសាសេមែនប៉ុន្តែបើតាមមួយទៀតខ្ញុំគិតថាម្នាក់គ្រូសាស្ត្រហ្នឹងគឺដឹងពីរឿងហ្នឹងប៉ុន្តែគេអត់តន់ទុកចិត្តយើងថាយើងអាចនឹងការពារគេបានឬយើងបដ ாய் ឲ្យគេចឹងនឹងគេអត់តន់ប្រាប់ពីតម្រូវយើងទេយើងគួរតែមានអីឲ្យគេឬក៏យើងប្រើជាអ្វីមួយដើម្បីឲ្យម្នាក់ហ្នឹងនិយាយជារឿងហ្នឹងភាសាកំដីហ្នឹងខ្ញុំគិតថាម្នាក់ហ្នឹងដឹងមិនណាដឹងទេច្បាស់ថាគ្រួសារហ្នឹងដឹងច្បាស់ខ្លាំងឥឡូវទៅធ្វើការទៅហើយទៅស៊ើបគ្រួសារហ្នឹងឲ្យច្បាស់ថានៅក្នុងរឿងហ្នឹងមានអីទៀតហើយអាណាចក្រហ្នឹងនៅណាបើយើងរកអាណាចក្រហ្នឹងអត់ឃើញទេអាណាចក្រហនុមានយើងដឹងតែរលាយហ្មងកំភៃអាណាចក្រស្វាហ្នឹងខ្ញុំខំបង្កើតមកយូរបន្ទាប់ពីបានលួចស្ដាប់ពួកគេនិយាយគ្នាធ្វើឲ្យខ្ញុំដឹងកាន់តែច្បាស់ថាមូលហេតុដែលគេចង់ទុកខ្ញុំនៅអាណាចក្រហនុមាននេះគឺដោយសារតែគេគិតថាខ្ញុំដឹងរឿងដែលតាក់ទងទៅនឹងអាណាចក្រអាត់កំបាំងដែលជាជំនួយអាចឲ្យពួកគេឈ្នះនៅសង្គ្រាមមួយនេះតាំងពីដើមមកខ្ញុំគិតថាហនុមានជាអ្នកតាមជួយនិងការពារខ្ញុំតែតាមពិតទៅគឺគ្រាន់តែពួកគេជាអ្នកយកខ្ញុំបានមុនតែប៉ុណ្ណោះជាចុងក្រោយខ្ញុំគឺគ្រាន់តែជាកូនអុកមួយនៅក្នុងសង្គ្រាមរវាងអាណាចក្រទាំងពីរនេះនោះទេ